ខ្លាំងណាស់ដែលជាគុណវេប៊ូសូមប្រាប់អាត្មាពីញោមចាប់ដើមធ្វើសមាធិស្រាប់តែមានគេខ្សឹបដាក់ត្រចៀតើញោមនឹងឮពាក្យទាំងនោះទេសិស្សតបបើការស្យងសតិមិនទាន់ល្អយើងនឹងបង្វែរអារម្មណ៍ងាកទៅរករឿងដែលគេខ្សឹបលោកម្ចាស់ដែលជាគុណវេប៊ូពេលឮគេខ្សឹបតើញោមដាក់ចិត្តព្រមទទួលហើយថែមទាំងគោរពអ្នកដែលមកខ្សឹបផងដែរមែនទេសិស្សតបលោកម្ចាស់ពេលការតាំងចិត្តដើម្បីធ្វើសមាធិមិនខ្លាំងក្លានោះខ្ញុំកណាមានកំហឹងចំពោះអ្នកមកខ្សឹបដែលជាគុណវេប៊ូអ្នកធ្វើសមាធិចេះខឹងសិស្សបើគេមកខ្សឹបកន្លែងដែលខ្ញុំកំពុងតែធ្វើសមាធិពិតណាស់ខ្ញុំកណានឹងខឹងដែលជាគុណវេប៊ូតើរឿងនេះល្អទេញោមខឹងហើយចាប់ដើមគិតថាយីពួកនេះត្រូវមកខ្សឹបខ្សៀវកន្លែងនេះមែនទេតើអ្នកទាំងនេះមកពីណាតើគេជានរណាតើអ្នកធ្វើសមាធិដែលមានប្រតិកម្មបែបនេះនឹងទៅណាទៅដល់គោលដៅឆាប់រហ័សដែរឬទេបើគេខឹងហើយស្លាប់ពេលនោះតើគេនឹងទៅកើតនៅទីណាសិស្សតបគេនឹងទៅកើតនៅឋានក្រោមលោកម្ចាស់ដែលជាគុណវេប៊ូបើគេជាអ្នករក្សាបោសុទ្ធសិស្សបើគេខឹងទោះបីជាអញ្ចឹងក៏ដោយគេនឹងទៅឋានក្រោមលោកម្ចាស់ដែលជាគុណវេប៊ូពេលធ្វើសមាធិតើយើងគួរឆ្លើយតបបែបណាចំពោះការរំខានយើងគួរគិតបែបនេះថាខ្ញុំមកទីនេះដើម្បីធ្វើសមាធិអ្នកធ្វើសមាធិជាមួយខ្ញុំកំពុងតែខ្សឹបខ្សៀវគ្នាខ្ញុំឮរឿងទាំងនេះបើមានគេដឹងថាខ្ញុំចាប់អារម្មណ៍ទៅលើរឿងដែលគេកំពុងខ្សឹបខ្សៀវខ្ញុំខ្មាស់គេណាស់ព្រោះគេនឹងដឹងថាខ្ញុំមិនបានប្រឹងប្រែងឲ្យបានគ្រប់គ្រាន់ទេខ្ញុំត្រូវតែព្យាយាមឲ្យបានច្រើនជាងនេះយើងគួរតែអរគុណអ្នកដែលមកខ្សឹបព្រោះគេបានបង្ហាញឲ្យយើងដឹងពីការព្យាយាមរបស់យើងនៅមិនទាន់គ្រប់គ្រាន់នៅឡើយបើការព្យាយាមរបស់អ្នកគ្រប់គ្រាន់សតិនឹងល្អគ្រប់គ្រាន់អ្នកនឹងមិនលឺអ្វីទេអ្នកត្រូវចេះដឹងគុណគេអ្នកគួរតែសង្ឃឹមថាអ្នកទាំងនោះនឹងបន្តខ្សឹបខ្សៀវទៀតហើយអ្នកនៅតែបន្តធ្វើសមាធិទៀតមិនចាំបាច់ទៅនិយាយប្រាប់គេថាសូមអរគុណនោះទេចូលគ្រាន់តែបន្តធ្វើសមាធិតាមធម្មតាពេលដែលសតិដឹងពីអារម្មណ៍របស់កម្មដ្ឋានដូចជាដង្ហើមជាប់លាប់ហើយអ្នកនឹងមិនលឺការរំខានទៀតទេតែញោមលឺទេបើគេនិយាយខ្លាំងសិស្សតបបើគេនិយាយខ្លាំងខ្ញុំច្បាស់ជាលឺហើយលោកម្ចាស់ដែលជាគុណវេប៊ូអាត្មាសូមនិយាយម្ដងទៀតថាយើងត្រូវតែដឹងគុណគេកំពុងតែប្រាប់ខ្ញុំថាការអភិវឌ្ឍនិងការព្យាយាមរបស់ខ្ញុំមិនទាន់គ្រប់គ្រាន់នៅឡើយទេដោយដឹងគុណទៅអ្នកទាំងនោះខ្ញុំរងាប់ចិត្តរបស់ខ្លួនហើយយកចិត្តទុកដាក់លើចំណុចដែលគ្រូប្រាប់ម្ដងទៀតធ្វើសមាធិមានន័យថាដឹងយ៉ាងជិតស្និទ្ធលើវត្ថុដូចជាដង្ហើមធ្វើយ៉ាងណាកុំឲ្យវាចាក់ចេញពីចំណាប់អារម្មណ៍របស់យើងសិស្សលោកម្ចាស់ជួយមេត្តាពន្យល់យើងថាធ្វើដូចម្ដេចដើម្បីដឹងយ៉ាងជិតស្និទ្ធពីវត្ថុពីដង្ហើមរបស់យើងតែជាគុណវេប៊ូញោមគ្រាន់តែរក្សាចំណាប់អារម្មណ៍ឲ្យចិត្តប្រមូលផ្ដុំហើយស្យង់លើចំណុចដែលគ្រូប្រាប់យ៉ាងពេញទំហឹងអ្នកទាំងអស់គ្នាសុទ្ធតែបាននឹងបន្តដកដង្ហើមតាំងពីពេលកើតមកម្លេះតើញោមអាចដឹងពីពេលដែលខ្យល់ប៉ះពេលខ្យល់ចេញចូលដែរឬទេសិស្សតបលោកម្ចាស់សម្រាប់ខ្ញុំវេទនានៃការប៉ះច្បាស់លាស់ណាស់នៅរុនជ្រមុះខាងស្ដាំដែលជាគុណវេប៊ូមិនមែនទាំងសងខាងទេសិស្សតបទេលោកម្ចាស់
តែមួយកន្លែងទេដែលជាគុណវេប៊ូមែនហើយវាប៉ះត្រង់ចំណុចតូចនេះពេលញោមដកដង្ហើមចេញប្រាប់អាត្មាមើលតើវាចូលដាច់ឬវាជាលំហូរជាប់ជានិច្ចសិស្សដាច់លោកម្ចាស់ដែលជាគុណវេប៊ូតើលំហូរខ្យល់ដាច់ឬក៏សតិរបស់ញោមដាច់តើការប៉ះនៃខ្យល់ជាប់ជានិច្ចពេលញោមដកដង្ហើមចូលចេញមែនទេសិស្សតបគ្មានការរអាក់រអួលទេការប៉ះមានសភាពជាប់ជានិច្ចលោកម្ចាស់ដែលជាគុណវេប៊ូដូច្នេះញោមត្រូវតែដឹងពីលំហូរនៃខ្យល់នេះដែលគ្មានការអាក់ខានកុំមើលកន្លែងផ្សេងគ្រាន់តែដឹងពីការប៉ះនៃខ្យល់បានហើយបើមិនទាន់ដឹងទេចូលសាកល្បងយកដៃប៉ះកន្លែងដែលខ្យល់ចេញចូលបើញោមដឹងពីវេទនានៃការប៉ះហើយចូលដកដៃចេញហើយស្ថិតនៅដោយសតិដឹងពីអារម្មណ៍ប៉ះត្រង់ចំណុចនោះញោមត្រូវបណ្ដុះសមត្ថភាពដឹងខ្យល់ប៉ះដែលមានសភាពជាប់ជានិច្ចតាមធម្មជាតិបើញោមដឹងពីចំណុចនេះឥតដាច់មានសតិជាប់ជានិច្ចតើញោមនឹងនៅតែលឺគេខ្សឹបទេសិស្សតបទេលោកម្ចាស់ខ្ញុំនឹងមិនលឺទេដែលជាគុណវេប៊ូបើចំណាប់អារម្មណ៍រឹងមាំហើយស្ថិតនៅនឹងដូចគេដាំត្រង់ចំណុចនេះតើញោមនឹងលឺសំឡេងខ្លាំងទេសិស្សតបទេលោកម្ចាស់ដែលជាគុណវេប៊ូញោមដឹងទាំងស្រុងពីចំណុចនេះចំណុចក្រោមរុនច្រមុះលើបបូរមាត់លើរហូតតតែលេងលឺសំឡេងទៀតតើចំណុចនេះជារូបឬក៏ជានាមសិស្សវាជារូបលោកម្ចាស់ដែលជាគុណវេប៊ូចុះធាតុនៃការដឹងតើជាអ្វីសិស្សតបវាជានាមលោកម្ចាស់ដែលជាគុណវេប៊ូបើញោមដឹងពីនាមនិងរូបបែបនេះញោមនឹងដឹងដែរថាគ្មានខ្លួនគ្មានប្រុសគ្មានស្រីទេគ្មានមនុស្សគ្មានទេវតាគ្មានព្រហ្មទេនេះជាការបង្រៀនរបស់ព្រះពុទ្ធបើយើងដឹងពីនាមនិងរូបតើយើងនៅតែបន្តគិតក្នុងនាមជាមនុស្សទេវតាឬព្រហ្មទៀតទេសិស្សទេលោកម្ចាស់មិនអញ្ចឹងទេដែលជាគុណវេប៊ូតើងាយទេដើម្បីដឹងបែបនេះសិស្សកូនណាលោកម្ចាស់ងាយណាស់